សួស្តីអ្នកនាងនៅដើមរឿងយើងឃើញនៅក្នុងគុកងងឹតមួយដែលមានមនុស្សសាច់មួយកំពុងពិភាក្សាមនុស្សម្នាក់ប៉ុន្តែមនុស្សម្នាក់នោះគាត់ក៏បានប្រើកាំបិតខ្លីប្រយុទ្ធជាមួយនឹងបិសាចចាក់ចូលទៅក្នុងមាត់បិសាចធ្វើឲ្យវាស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់មកគាត់ក៏ដួលទៅលើដីសម្រាប់បន្តិចគាត់គិតថាខ្ញុំនឹងស្លាប់ទៅហើយប៉ុន្តែសំណាងល្អដែលខ្ញុំអាចសម្រាប់បិសាចនេះបាននៅពេលនោះក៏មានអាមួយនោះស្រែកថាហេមនុស្សអាគ្មានប្រយោជន៍តែកំពុងធ្វើអីយើងមិនបាននាំឯមន្ទីរនេះឲ្យជិះពេលវេលាទេយើងនឹងថាមនុស្សទាំងនេះគឺជា Hunter ពួកគេបានសម្លាប់បិសាចជាច្រើនរួចទៅហើយអាមួយសក់លឿននោះក៏បាននិយាយថាយើងនាំឯមកទីនេះដើម្បីប្រមូល Mana Stop ពីសាកសពបិសាចទាំងនេះប្រញាប់ប្រមូលវាឲ្យលឿនទៅបើមិនដូច្នេះទេយើងនឹងទុកឯនៅទីនេះហើយឯនឹងត្រូវបិសាចសម្រាប់ជាមិនខានគាត់គិតថានៅពេលដែលដងចិនចាប់តាមនៅលើផែនដីបិសាចជាច្រើនបានចេញពីទីនោះហើយមនុស្សមួយចំនួនក៏បានភ្ញាក់ដឹងខ្លួនអំពីអំណាចរបស់ខ្លួនហើយខ្លះជាអ្នកមានថាមពលពិសេសហើយមនុស្សម្នាក់ៗមានសមត្ថភាពខុសៗគ្នាខ្ញុំឈ្មោះគឹមជីវុនខ្ញុំមិនមែនជា Hunter ទេប៉ុន្តែខ្ញុំជាអ្នកដឹកជញ្ជូនដែលជួយប្រមូលរបស់របរពីក្នុងដងចិននិងប្រមូល Mana Stop ពីបិសាចដែលត្រូវបានសម្លាប់ខ្ញុំអាយុ35ហើយប៉ុន្តែអំណាចរបស់ខ្ញុំនៅតែមិនទាន់ភ្ញាក់ជីវិតរបស់ខ្ញុំអើយលំបាកព្រោះនៅពិភពលោកនេះមានតែមនុស្សខ្លាំងប៉ុណ្ណោះដែលអាចរស់រានមានជីវិតបានចំណែកខ្ញុំគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ប៉ុណ្ណោះបន្ទាប់ពីប្រមូល Mana Stone រួចគាត់និយាយទៅកាន់ក្រុម Hunter ហេខ្ញុំបានប្រមូល Mana Crystal ហើយតោះឥឡូវយើងចាក់ទីវិធីនេះបានដែរឬទេប៉ុន្តែភ្លាមៗនោះគាត់ក៏ឃើញអ្វីមួយដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង Hunter ទាំងអស់នៅទីនោះសុទ្ធតែបានស្លាប់ហើយសាសនារបស់ពួកគេដេកពេញទីកន្លែងជីវិតរបស់យើងមានការជិះភ័យខ្លាចជាខ្លាំងហើយគិតថាតើមានអ្វីកើតឡើងតើនរណាជាអ្នកសម្លាប់ពួកគេទាំងអស់រំពេចនោះក៏មានសម្លេងមួយនិយាយទៅកាន់ជីវុនឯងនៅរស់ទៀតឬឥឡូវដល់វេនឯងត្រូវស្លាប់ហើយដូច្នេះជីវុនក៏បែរទៅមើលក្រោយហើយឃើញបិសាចដ៏ធំមួយឈរនៅក្រោយគាត់បិសាចនោះមានចំណាត់ថ្នាក់3ដងឯណោះជីវុនរបស់យើងក៏បានគិតថាតើបិសាចកម្រិតខ្ពស់បែបនេះមកធ្វើល្បីនៅទីនេះតើវាជាអ្នកសម្លាប់ Hunter ទាំងអស់មែនទេដូច្នេះខ្ញុំត្រូវតែរត់បើមិនដូច្នេះទេខ្ញុំនឹងត្រូវវាសម្លាប់ជាមិនខានភ្លាមនោះវិស័យនោះក៏បានបញ្ចេញថាមពលវាប្រហារទៅលើជីវុនដែលធ្វើឲ្យដៃស្ដាំរបស់ជីវុនត្រូវបានបំផ្លាញហើយគាត់ក៏ដួលទៅលើដីយ៉ាងឈឺចាប់យ៉ាងខ្លាំងជីវុនគាត់ព្យាយាមក្រោកឡើងហើយគាត់ថាខ្ញុំត្រូវតែរត់ចេញពីទីនេះប៉ុន្តែបិសាចបញ្ចេញថាមពលម្ដងទៀតហើយសម្លាប់គាត់ថាមពលរបស់បិសាចនោះបានទៅបុកក្បាលរបស់ជីវុនធ្វើឲ្យឈាមហូរយ៉ាងច្រើនជីវុនមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងគាត់គិតថាទេខ្ញុំមិនទាន់ចង់ស្លាប់ទេគាត់នៅឃើញអតីតកាលពីគាត់នៅក្មេងឪពុកម្ដាយរបស់គាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បន្ទាប់មកនៅពេលគាត់ទៅរៀនគាត់ក៏តែងតែត្រូវសិស្សដទៃធ្វើបាបនិងសម្លុតធ្វើបាបអីជាដើមជីវុនខឹងយ៉ាងខ្លាំងហើយគាត់ថាទេខ្ញុំចង់រស់ខ្ញុំមិនចង់ស្លាប់ដូចជាមនុស្សគ្មានតម្លៃនោះទេភ្លាមនោះឈាមក្នុងខ្លួនរបស់ជីវុនចាប់ផ្ដើមផ្លាស់ប្ដូរហើយមានសម្លេងលាន់ឮក្នុងក្បាលរបស់គាត់ថាលក្ខខណ្ឌសម្រាប់ការភ្ញាក់ដឹងខ្លួនអំណាចរបស់អ្នកបានបំពេញរួចហើយអំណាចរបស់អ្នកកំពុងតែភ្ញាក់ឡើងមនុស្សម្នាក់ដែលមើលទៅមានអំណាចខ្លាំងបានបង្ហាញខ្លួននៅពីមុខជីវុនមុននេះខ្ញុំនៅចំពោះមុខបិសាចមិនមែនឬទេគាត់បែរទៅមើលក្រោយហើយឃើញសាកសពរបស់ខ្លួនដេកនៅលើដីវាមានន័យថាប្រងរបស់ជីវុនបានចាក់ចេញពីរាងកាយហើយជីវុនក៏ថាតើបរមអ្នកនេះជានរណាដែលអាចបានឈប់សូម្បីតែបិសាចដ៏ខ្លាំងដូចជាកម្រិត S ដល់3ដងបានបរោះតែមានពណ៌សនៅមុខជីវុននិយាយថាគុំអារម្មណ៍ដែលរំណាជំនន់ទីនេះវាមិនអាចធ្វើអ្វីអ្នកបាននោះទេជីវុនរបស់យើងក៏បានសួរថាតើអ្នកជានរណាបរោះនោះក៏ឆ្លើយថាអ្នកអាចហៅខ្ញុំបានថាជា King ខ្ញុំមកទីនេះដើម្បីជ្រើសរើសអ្នកព្រោះខ្ញុំបានឃើញឆន្ទៈដ៏រឹងមាំរបស់អ្នកហើយខ្ញុំពេញចិត្តអ្នកយ៉ាងខ្លាំងជីវុនមានការព្យាបាលយ៉ាងខ្លាំងហើយក៏ថាចុំតើ King នេះជានរណាតើគាត់ជ្រើសរើសខ្ញុំមានន័យដូចម៉េច King ក៏បាននិយាយថាកុំខឹងច្រើនពេកខ្ញុំបានសម្រេចចិត្តរួចហើយថាហើយនឹងជ្រើសរើសអ្នកឃើញចាប់ដើម5នៃរបស់គាត់ជីវុនភ្ញាក់ផ្អើលហើយសួរថាហេតើអ្នកកំពុងធ្វើល្បិចលើខ្ញុំឃើញតបកុំបារម្ភគ្មានអ្វីអាក្រក់កើតឡើងទេខ្ញុំគ្រាន់តែចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងនិងផ្ដល់អ្វីមួយដ៏ពិសេសដល់អ្នកប៉ុណ្ណោះពេលនោះពលិចាំងពេញកន្លែងបន្ទាប់មកជីវុនបានភ្លេចឡើងវិញមនុស្សម្នាក់និយាយថាគាត់សង្លប់ហើយម្នាក់ទៀតក៏និយាយថាកុំបារម្ភខ្ញុំនឹងធ្វើឲ្យគាត់ដឹងខ្លួនឡើងវិញភ្លាមនោះបរមនេះក៏បានទះកំភ្លឺជីវិតយ៉ាងខ្លាំងធ្វើឲ្យគាត់ភ្ញាក់ខ្លួនឡើងវិញបរមនោះនិយាយទាំងសាយថាឃើញទេខ្ញុំប្រាប់ហើយនេះជាវិធីងាយបំផុតក្នុងការឲ្យគាត់ភ្ញាក់ឡើងវិញជីវ័នភ្ញាក់ផ្អើលហើយក៏ថាតើបរមនេះមកនៅទីនេះបានយ៉ាងម៉េចគេគឺជាបេស្វ័នដែលធ្លាប់សោលត់ខ្ញុំកាលនៅវិទ្យាល័យ
Bởi số mình to tay cầm lưng chiều vẫn mình to tiềnขณะมันจะบอกเก้กับผู้ใช้จังสับใบอย่างคลั่งเจวันสงอตาไม่เรื่องหรือไว้กับผู้กันละโย่กอดก็คืนวินโดว์บางฮันเราจะบุ้มกวดเราเลิกเสียงลูกบางฮันปอมไม่เราบอกกอดจีวงคืนท่าอายุกุดว่ากอดคือเราบ่มบุญชั้นกว่าสมัยเจ็ดอย่างคลั่งเราโคตรซาชิงมาฮ่าฮ่าฮ่ายำเชียร์ไฮชัวยำไฮสักหอมสักหอมก็มีเพียงให้ในใจท่าไฮชุดเมนเต้ยำเตี้ยไอ้มือกับเพียงสลับตาไอ้ใส่จมจะไม่ได้หรือไม่สักห้องbị khăn hai cùng đêm chi vân đoàn tiệt phần tay lần ấy chỉ vốn có bán vô có đặt tay vai sức ho mặt đáy họ tự dạng ngay rồi mà biết phép ai dạng khăn chơi nhà nào kia nên cho cả xâm lại riêng là bọn bọn nhộng bà mấy ca khó chỗ xâm căn phè ấy thâu bà mấy ca hai chú khỏi sau căn phè với tao vắng được xa nên chỉ là bọn